កុំមើលងាយឱកាសតូចៗកិច្ចការធំកើតចេញពីឱកាសតូចៗមនុស្សយើងគ្រប់គ្នាតែងតែមានក្តីសម័យហើយក្តីសម័យនោះតូចឬធំវាអាស្រ័យលើមហិច្ឆតារបស់បុគ្គលម្នាក់ៗវាមិនមែនជាការខុសឆ្គងទេសម្រាប់មនុស្សម្នាក់ក្នុងការមានក្តីសម័យធំសម្រាប់ជីវិតខ្លួនឯងប៉ុន្តែពេលខ្លះក្តីសម័យធំធ្វើឲ្យយើងគិតថាវាហាក់នៅឆ្ងាយពិបាកនឹងទៅដល់ហើយមិនដឹងចាប់ផ្ដើមដោយរបៀបណាតាមពិតទៅមិនថាក្តីសម័យតូចឬធំទេវាសុទ្ធតែចាប់ផ្ដើមពីការចេះចាប់ឱកាសបំពេញកិច្ចការតូចៗជាមុនសិនទើបឈានទៅរកកិច្ចការធំតាមក្រោយបើអ្នកមានអារម្មណ៍ថាភាពជោគជ័យហាក់ដូចជានៅឆ្ងាយពិបាកនឹងសម្រេចបានសូមស្ដាប់រឿងនិទានមួយនេះកាលពីព្រេងនាយមានមិត្តសម្លាញ់ពីរនាក់រស់នៅក្នុងភូមិតូចមួយថ្ងៃមួយពួកគេបានសម្រេចចិត្តទៅឆ្នេរសមុទ្រដើម្បីប្រមូលសំបកខ្យងពួកគេគ្រោងថានឹងយកសំបកខ្យងទាំងនោះទៅលក់ដើម្បីរកប្រាក់កម្រៃនៅពេលពួកគេដើរតាមឆ្នេរសមុទ្របុរសទី1បានរកឃើញសំបកខ្យងធំមួយស្រស់ស្អាតយ៉ាងខ្លាំងមានពន្លឺភ្លឺចាញ់ចាំងនិងមើលទៅទំនងជាមានតម្លៃខ្ពស់បុរសម្នាក់ទៀតឃើញអញ្ចឹងក៏កើតចិត្តច្នៃហើយគិតថាអូសំបកខ្យងនេះធំណាស់ពួកម៉ែអញប្រកាសជាលក់បានលុយច្រើនមានជាងអញមិនខានអញ្ចឹងអញត្រូវតែរកសំបកខ្យងដែលធំជាងវាឲ្យបានដោយបដិញ្ញាចិត្តចង់រកសំបកខ្យងធំសម្លាញ់ដែលមានចិត្តចំណែនចាប់ដើមដើរស្វែងរកសំបកខ្យងដែលមានតម្លៃពេញឆ្នេរសមុទ្រដោយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរាល់ពេលដែលគេរកឃើញសំបកខ្យងតូចៗគេតែងតែបោះវាចោលទៅវិញគេជឿថាសំបកខ្យងតូចៗគ្មានប្រយោជន៍ទេគេតាំងចិត្តថាចង់បានតែសំបកខ្យងធំមួយដែលអាចធ្វើឲ្យគេខ្លាចជាអ្នកមានគេព្យាយាមស្វែងរកហើយស្វែងរកទៀតរត់ចុះរត់ឡើងតាមឆ្នេរសមុទ្រពីកន្លែងមួយទៅកន្លែងមួយពេលវេលាទៅមុខយ៉ាងលឿនដោយមិនបង្អង់ព្រះអាទិត្យក៏លិចអ្វីៗប្រែជាងងឹតចាក់ភ្នែកមើលលែងយល់លោកសមុទ្រលាន់លឺខ្លាំងៗនៅពេលយប់ទោះបីខំស្វែងរកពេញមួយថ្ងៃបុរសមានចិត្តចំណែនរកមិនបានសំបកខ្យងធំមួយឡើយកាន់តែអភ័ព្វទៀតនោះគេបានបោះចោលសំបកខ្យងតូចៗទាំងអស់ដែលគេបានរកឃើញពីមុនគេនឿយហត់និងមិនមានអ្វីសល់នៅក្នុងដៃគេមានអារម្មណ៍ខកចិត្តនិងបរាជ័យចំណែកសម្លាញ់ម្នាក់ទៀតវិញនៅពេលដែលរកបានសំបកខ្យងធំមួយហើយគេសប្បាយចិត្តប៉ុន្តែគាត់មិនបានឈប់ត្រឹមនេះទេគេបន្តដើររើសសំបកខ្យងដូចធម្មតាហើយបានឃើញសំបកខ្យងតូចៗជាច្រើនគេគិតថាសំបកខ្យងតូចៗទាំងនេះក៏អាចមានប្រយោជន៍ដែរបើប្រមូលបានច្រើនអាចផ្គុំគ្នាលក់បានប្រាក់បន្ថែមមួយថ្ងៃវល់ល្ងាចបុរសម្នាក់នេះប្រមូលបានសំបកខ្យងធំមួយនិងសំបកខ្យងតូចៗជាច្រើននៅក្នុងដៃនៅពេលយប់សម្លាញ់ទាំងពីរនាក់បានសម្រេចចិត្តត្រឡប់ទៅផ្ទះវិញនៅតាមផ្លូវពួកគេបានឈប់នៅផ្សារដើម្បីលក់សំបកខ្យងរបស់ពួកគេសម្លាញ់ទី1លក់បានសំបកខ្យងធំរបស់ខ្លួនបានប្រាក់តែ20រៀលទេប៉ុន្តែសំបកខ្យងតូចៗសរុបចូលគ្នាលក់បាន60រៀលដូចនេះសរុបទាំងអស់គេរកប្រាក់បាន80រៀលក្នុងថ្ងៃនេះចំណែកសម្លាញ់ម្នាក់ទៀតវិញគេគ្មានអ្វីសម្រាប់លក់ឡើយគាត់ឈរមើលហើយមានអារម្មណ៍ថាអស់សង្ឃឹមនិងស្ដាយក្រោយគេនិយាយថាស្ដាយណាស់ដែលខ្ញុំបានបោះចោលសំបកខ្យងតូចៗទាំងនោះតាមពិតបើខ្ញុំទុកយ៉ាងហោចណាស់ក៏បានសល់លុយ60រៀលដូចឯងដែរសម្លាញ់ម្នាក់ទៀតញញឹមហើយតបថាតាមពិតទៅសំបកខ្យងតូចៗទាំងនេះខ្ញុំរើសយកពីកន្លែងដែលឯងបោះចោលខ្ញុំរើសតែខ្លួនឯងប្រហែលមិនបានច្រើនដូចនេះទេនៅពេលឮដូច្នេះសម្លាញ់ម្នាក់ទៀតមានអារម្មណ៍សោកស្ដាយកាន់តែខ្លាំងគេយល់ថាគេបានបាត់បង់ពេលវេលាពេញមួយថ្ងៃដោយតាមរកគោលដៅធំមួយហើយមិនបានឲ្យតម្លៃលើរបស់តូចតាចនៅតាមផ្លូវគេមើលងាយឱកាសតូចៗដែលគេមានតែមិនបានដឹងពីគុណតម្លៃរបស់វាយ៉ាងណាមិញនៅក្នុងជីវិតជាក់ស្ដែងក៏មិនខុសពីរឿងនីតិនេះដែរមនុស្សជាច្រើនផ្ដោតតែទៅលើសុបិនធំប៉ុណ្ណោះពួកគេភ្លេចថាឱកាសតូចៗក៏មានសារៈសំខាន់ដែរកិច្ចការតូចៗប្រហែលមើលទៅมันមានតម្លៃនៅគ្រាដំបូងប៉ុន្តែបើអ្នកប្រមូលវាជាបន្តបន្ទាប់វាអាចនាំទៅរកភាពជោគជ័យធំបានដំណើរជីវិតរបស់យើងបើប្រៀបធៀបទៅมันខុសពីដំណើរនៅលើឆ្នេរសមុទ្រនោះទេយើងដើរលើឆ្នេរស្វែងរកកំណប់ពោលគឺក្តីសុបិនដែលត្រូវដេញតាមគោលដៅដែលត្រូវសម្រេចនិងភាពជោគជ័យដែលត្រូវអបអរសាទរប៉ុន្តែនៅពេលយើងស្វែងរកជាញឹកញាប់យើងក៏ធ្លាក់ចូលទៅក្នុងអន្ទាក់មួយគឺជំនឿថាមានតែកំណប់ធំប៉ុណ្ណោះដែលសំខាន់សូមគិតអំពីសម្លាញ់ទី2
គេបានចំណាយពេលពេញមួយថ្ងៃដើម្បីតាមរកគំនិតធំមួយគឺសម្បកខ្យងធំដែលគេគិតថានឹងផ្លាស់ប្ដូរអ្វីៗទាំងអស់គេបានផ្ដោតខ្លាំងពេកទៅលើគោលដៅតែមួយនោះដល់ថ្នាក់មិនបានយកចិត្តទុកដាក់ទៅលើសម្បកខ្យងតូចៗទាំងអស់ដែលគេបានរកឃើញនៅតាមផ្លូវឡើយលុះល្ងាចឡើងតើគេមានសល់អ្វីខ្លះគឺគ្មានអ្វីទាំងអស់គ្មានសម្បកខ្យងធំហើយក៏គ្មានសម្បកខ្យងតូចៗដែរគឺមានតែភាពនឿយហត់និងការស្ដាយក្រោយប៉ុណ្ណោះឥឡូវគិតពីសម្លាញ់ម្នាក់ទៀតវិញគេក៏បានរកឃើញសម្បកខ្យងធំដែរប៉ុន្តែគេមិនបានឈប់នៅត្រឹមនោះទេគេយល់ពីគំនិតមួយដែលមានឥទ្ធិពលខ្លាំងគឺជីវិតមិនមែនមានតែជ័យជំនះធំមួយប៉ុណ្ណោះទេប៉ុន្តែជាការប្រមូលជ័យជំនះតូចៗនៅតាមផ្លូវសម្បកខ្យងតូចៗនីមួយៗប្រហែលមើលទៅមិនសំខាន់នៅពេលវានៅតែឯងប៉ុន្តែពេលបូកបញ្ចូលគ្នាវាបានคล้ายជាអ្វីមួយដ៏អស្ចារ្យនេះហើយជាមេរៀនសម្រាប់យើងទាំងអស់គ្នាក្តីសុបិនធំគឺស្រស់ស្អាតអស្ចារ្យវាបំផុសគំនិតយើងជំរុញយើងឲ្យទៅមុខហើយផ្ដល់ហេតុផលឲ្យយើងបន្តដំណើរប៉ុន្តែសុបិនទាំងនោះមិនអាចសម្រេចចេញជារូបរាងក្នុងពេលមួយយប់ទេវាត្រូវកសាងឡើងពីឱកាសតូចៗដែលយើងទទួលយកពីជំហានតូចៗដែលយើងដើរនិងពីជ័យជំនះតូចៗដែលយើងអបអរសាទរសាកសម័យមើលពីដើមឈើមួយដើមវាមិនមែនលូតលាស់ខ្ពស់និងរឹងមាំដោយសារទឹកភ្លៀងមួយមេធំឬពន្លឺថ្ងៃរះចំតែមួយថ្ងៃទេវាលូតលាស់ដោយសារដំណក់ទឹកជាច្រើនពន្លឺថ្ងៃជាច្រើនថ្ងៃនិងរយៈពេលវែងឆ្ងាយនៃការលូតលាស់ដូច្នេះនៅពេលក្រោយដែលអ្នកដើរឆ្លងកាត់ឆ្នេរសមុទ្រនៃជីវិតរបស់អ្នកសូមកុំមើលរំលងសម្បកខ្យងតូចៗកុំមើលរំលងឱកាសតូចៗការខិតខំតូចៗនិងពេលវេលានៃការរីកចម្រើនតិចតួចសូមរើសយកវាសូមថែរក្សាឱកាសតូចៗឲ្យបានល្អព្រោះនៅពេលអ្នកធ្វើដូច្នោះអ្នកនឹងឃើញថាពេលផ្សំបញ្ចូលគ្នាវានឹងក្លាយជាអ្វីមួយដែលធំជាងអ្នកធ្លាប់គិតស្រមៃទៅទៀតអរគុណសម្រាប់ការតាមដានស្ដាប់ពីនាងខ្ញុំប៊ុនច័ន្ទនិមលលោកអ្នកអាចគាំទ្រនាងខ្ញុំបានតាមរយៈការចូលទៅកាន់ download app Sastra ហើយធ្វើការភ្ជាប់គម្រោងទស្សនាភាពយន្តជាច្រើនរបស់ Sastra Film សូមអរគុណចា៎